បើអញហ៊ានប៉ះនាងសំបីតែបន្តិចអញធានាថាអញនឹងមិនបានឃើញព្រះអាទិត្យថ្ងៃស្អែកទេហាគំរាមអញញើអញគិតថាអញជាស្អីវើយឆាប់ទៅមនុស្សរបស់លោកម្ចាស់ឡុងមកមែនហើយចប់ហើយលើកនេះមិនមែនមនុស្សរបស់ចៅហុកទេគឺមនុស្សរបស់លោកម្ចាស់ឡុងឈិនហាវធានគ្នានៅខាងគេច្រើនណាស់ឯងមិនអស្ចារ្យណាស់ឬអីចាំមើលយប់នឹងហែងអាចធ្វើស្អីបានទៀតឈិនហាវធានសុំទោសខ្ញុំជាអ្នកទាញលោកចូលរឿងនេះឈរឲ្យនឹងទៅស្អីគេបន្តិចទៀតនេះកុំព្រិចភ្នែកឲ្យសោះចូលវៃវាបាទនេះនៅជាមនុស្សទេមនុស្សរាប់សិបនាក់នៅតែទុកគេមិនជាប់មិនអាចទេនេះមិនអាចទៅរួចទេឯងកុំចូលមកចិត្តអញអំបញ្ញមិញសួរអញថាម៉េចថាអញអាចធ្វើស្អីបានមែនទេនេះហើយជារលកដែលអញបង្កើតលោកម្ចាស់ឡុងជួយខ្ញុំផងនរណាហ៊ានប៉ះមនុស្សរបស់អញនៅក្នុងទឹកដីរបស់អញនៅទឹកដីរបស់អញគ្មានកន្លែងឲ្យអញមកធ្វើឈួតទេវើយលោកម្ចាស់ឡុងគឺអាមួយនឹងហើយវាវ័យមនុស្សរបស់ខ្ញុំហើយថែមទាំងប្រកាសថានេះលែងជាទឹកដីរបស់ខ្ញុំទៀតហើយក្មេងប្រុសសម្ដីចំណាស់តើហ៊ានមករករឿងនៅទីនេះដឹងពីផលវិបាកទេខ្ញុំដឹងត្រឹមថាមនុស្សរបស់លោកចូលចិត្តធ្វើបាបមនុស្សស្រីថែមទាំងវ័យថៅកែទៀតអញ្ចឹងឯងចង់ចេញមុខជំនួសពួកគេហាមិនមែនចេញមុខទេគ្រាន់តែចង់ប្រដៅពួកប្រហើនដែលចេះតែញៀកអាងអំណាចសង្កត់សង្កិនអ្នកតូចទាបតែប៉ុណ្ណោះឥឡូវអញហ៊ាននិយាយបែបនេះដាក់លោកម្ចាស់ឡុងផងអញចង់ងាប់មែនទេអញទុកឱកាសឲ្យឯងមួយលុតជង្គង់ក្រាបសំពះចៅហូ3ដងហើយសងមួយលានយន់មករឿងយប់នេះអញនឹងមិនគិតគូរទេគឺពួកគេអ្នករករឿងមុនសោះហេតុអីក៏ធ្វើបែបនេះនាងតូចទីនេះគ្មានកន្លែងឲ្យនាងឯងនិយាយទេនាងមានសិទ្ធិនិយាយឬអត់វាមិនមែនជាការសម្រេចរបស់ឯងទេអាប៉ាវណែអាល្អិតអញប៉ាវគឺជាអ្នកចេញមុខយប់នឹងឯងចប់ហើយយល់ថាឯងពូកែវ័យណាស់ឬសម្រាប់អញវ័យឯងគឺភ័យហ្មងរៀងអស្ចារ្យបន្តិចដែលតើគួរឲ្យស្ដាយដែលឯងមិនទាន់អស្ចារ្យគ្រប់គ្រាន់កុំកំរើកអាល្អិតអញដូរចិត្តហើយមានន័យថាម៉េចយប់នេះបើឯងមិនលុតជង្គង់ទេអញនឹងបំផ្លាញតូបនេះចោលរួចចាប់ពួកឯងទាំងពីរនាក់ទៅជាមួយគ្នាអាល្អិតយីទេវើយលុតជង្គង់ទៅកុំចង់ធ្វើខ្លាំងអញពូកែវ័យយ៉ាងណាក៏មិនអាចការពារមនុស្សគ្រប់គ្នាបានដែរអញស្អប់បំផុតគឺអ្នកដែលយកមនុស្សស្លូតត្រង់មកគំរាមអញចុះយ៉ាងម៉េចវិញឯងហ៊ានវេវានៅចំពោះមុខអញផងអំបញ្ញមិញឯងឲ្យអញលុតជង្គង់ឥឡូវវាលុតជង្គង់ជំនួសអញហើយលោកម្ចាស់ឡុងសម្លាប់វាទៅឆាប់សម្លាប់វាទៅអាប៉ាវវាយបំបាក់ជើងវាទៅឈិនហាប់ធានប្រយ័ត្នអាប៉ាវក៏ត្រូវគេបង្ក្រាបបានដែរតើប្រុសម្នាក់នេះជាអ្នកណាឲ្យប្រកាសទៅម្នាក់បន្ទាប់គឺលោកឯងមែនទេឈិនហាវធានគាត់មានកាំបិតអាល្អិតពូកែវ័យណាស់តើអីអញ្ចឹងយប់នេះអញនឹងឲ្យឯងឃើញឈាមម្ដងឈោពីក្រោយខ្ញុំមកអញហ៊ានប៉ះអញគួរតែត្រេកអរហើយដែលកាំបិតមិញនេះមិនបានធ្វើឲ្យនាងរបួសឈោភ្លឹកធ្វើស្អីចូលជួយលោកម្ចាស់ឡុងទៅគ្នានៅខាងគេច្រើនណាស់អញ្ចឹងទុកឲ្យពួកគេមកឲ្យច្រើនជាងនេះបន្តិចទៅមានន័យថាម៉េចផ្សាររាត្រីឆឹងណានមកបោះសម្អាតទីនេះភ្លាមហាបោះសម្អាតទីនេះឬនៅទឹកដីរបស់អញហៅនរណាមកក៏គ្មានប្រយោជន៍ដែរវើយ
ហេតុអីក៏ជាគាត់លោកម្ចាស់ឡុងតើគាត់ជាអ្នកណាលោកឈិនខ្ញុំមកយឺតហើយមិនក៏ជាគាត់លោកម្ចាស់ឡុងតើគាត់ជានរណាលោកចេនខ្ញុំមកយឺតហើយលោកចេនខ្ញុំមកយឺតហើយលោកចេនលោកម្ចាស់ឡុងមិនក៏អញ្ជើញមកទីនេះលោកម្ចាស់ឡុងតើវាជានរណាពិតមាត់ឯងចង់សម្លាប់អញមែនទេកូនចៅឯងហ៊ានធ្វើបាបមនុស្សស្រីវីថៅកែប៊ូហើយថែមទាំងហ៊ានប៉ះលោកចេនទៀតយកច្រឡំទេគឺយកច្រឡំទាំងអស់យកច្រឡំឬអត់ឯងដឹងច្បាស់ក្នុងចិត្តហើយលុតជង្គង់ទៅលោកម្ចាស់ឡុងលោកចេនយប់នេះខ្ញុំអប់រំកូនចៅមិនបានល្អខ្ញុំសូមទទួលកំហុសសងថ្លៃខូចខាតតូបសងថ្លៃពេទ្យខ្ញុំសងគុណនឹង2ម៉ោងហើយក៏សុំទោសគេផងសុំទោសពួកយើងខុសហើយលុយនៅក្នុងនេះល្មមឲ្យលោកបាក់តូប10ទៀតនេះវាច្រើនពេកហើយយកទៅវាជារបស់ដែលលោកគួរបានលោកប្រុសចេងលោកចេនរឿងដោះស្រាយរួចរាល់ហើយពួកខ្ញុំសុំទៅមុនសិនហើយចេនហាវធានតើលោកជានរណាឲ្យប្រកាសត្រឹមជាអ្នកអត់ការងារធ្វើដែលដើរកាត់នឹងណាចេនហាវធានតើលោកជានរណាឲ្យប្រកាសខ្ញុំប្រាប់ហើយតើគ្រាន់តែជាអ្នកអត់ការងារធ្វើម្នាក់អ្នកអត់ការងារធ្វើគ្រាន់តែទូរស័ព្ទមួយខ្សែធ្វើឲ្យលោកម្ចាស់ឡុងអង្គបានពីមុនខ្ញុំធ្លាប់ជួយសង្គ្រោះបងប្រុសម្នាក់គាត់ជំពាក់គុណខ្ញុំយប់នេះចាត់ទុកថាគាត់សងគុណខ្ញុំចុះមែនហេចុះបើមិនអញ្ចឹងមើលទៅខ្ញុំដូចជាមនុស្សអស្ចារ្យណាស់មែនទេមិនដូចទេដូចតែអាប្រុសក្រខ្សត់ចូលចិត្តជោគចេះរឿងគេប្អូនប្រុសក្មួយស្រីយប់នេះពិតជាអរគុណអ្នកទាំងពីរខ្លាំងណាស់ថៅកែអត់អីទេតាយប់ជ្រៅហើយនាងគួរតែត្រឡប់ទៅវិញទៅមិញនេះគួរឲ្យខ្លាចណាស់ឥឡូវឲ្យខ្ញុំទៅវិញក៏ដេកមិនលក់ដែរចុះនាងចង់ធ្វើអីទៅអង្គុយលេងមាត់ទន្លេផឹកពីរាបីកែបំបត្តិភ័យថ្ងៃស្អែកនាងមិនបាច់ទៅធ្វើការទេអីខ្ញុំធ្វើការពេលថ្ងៃយប់ឡើងឧស្សាហ៍ទៅលក់ដូររកចំណូលបន្ថែមទម្លាប់ដេកយប់ជ្រៅបាត់ទៅហើយនាងខំប្រឹងដល់ហើយណោះបើមិនប្រឹងមិននឹងសល់លុយកែវទី1អរគុណដែលលោកបានជួយខ្ញុំយប់នេះមិនបាច់អរគុណទេគ្រាន់តែជួយដោយចៃដន្យឲ្យនឹងកែវទី2ខ្ញុំចង់សួរលោកបន្តិចបងប្រុសដែលនៅពីក្រោយលោកនោះតើគាត់ជានរណាឲ្យប្រកាសជាមនុស្សដែលស្គាល់គ្នាតាំងពីយូរឆ្នាំមកហើយសាមិញម្លេះកាលនោះខ្ញុំធ្លាប់ជួយសង្គ្រោះគាត់ម្ដងគាត់ជំពាក់គុណខ្ញុំយប់នេះគ្រាន់តែឲ្យគាត់សងគុណវិញប៉ុណ្ណោះលោកគ្រាន់តែជាអ្នកអត់ការងារធ្វើសោះអាចជួយសង្គ្រោះមនុស្សអស្ចារ្យបែបនេះបានដែរពេលមនុស្សធ្លាក់ខ្លួនកំសត់នរណាក៏អាចជួបបញ្ហាដែរពេលនោះខ្ញុំគ្រាន់តែដើរកាត់ក៏លោកដៃជួយមួយកម្លាំងទៅលោកឯងនេះនិយាយស្ដីតែងតែពិតពាក់កណ្ដាលលេងសាច់ពាក់កណ្ដាលចាត់ទុកថាជាការពិតទៅចុះតាមពិតយប់នេះខ្ញុំពិតជាភ័យខ្លាំងណាស់ឥឡូវនៅភ័យទៀតទេអំបាញ់មិញភ័យដែរតែពេលនេះដូចជាលែងសូវអីហើយពេលថ្ងៃខ្ញុំធ្វើការនៅក្រុមហ៊ុនយប់ឡើងចេញមកលក់ដូរព្រោះតែចង់សល់លុយបន្តិចបន្តួចខ្ញុំគិតថាឲ្យតែខ្ញុំខំប្រឹងជីវិតនឹងបានប្រសើរឡើងបន្តិចម្ដងនឹកស្មានមិនដល់ថាយប់នេះស្ទើរតែយកជីវិតមិនរស់ថ្ងៃក្រោយបើកតូបគុំរើសកន្លែងញញែញ៉ៃពេកអញ្ចឹងលោកកំដរខ្ញុំទៅនិយាយលេងតាលោកមិនមែនជាអ្នកអត់ការងារធ្វើឯណាមិនប្រកាសថាទំនេរទេខ្ញុំពិតជាទំនេរមែនណាមានន័យថាម៉េចក្នុងកាតនេះមានលុយ50000នេះជាលុយដែលខ្ញុំខំរកទាំងយប់ទាំងថ្ងៃពេញមួយឆ្នាំទោះវាមិនច្រើនតែបើគ្មានលោកទេយប់នេះខ្ញុំច្បាស់ជាមានរឿងធំមិនខានលោកយកលុយនេះទៅចាត់ទុកថាជាការអរគុណរបស់ខ្ញុំកុំប្រកាន់ថាតិចអីណាចេនហាប់ធានលោកកុំប្រកាន់ថាតិចអីនេះជាលុយញើសឈាមនាងខំរកពេញមួយឆ្នាំណាចាវាមិនច្រើនទេតែនេះជាលុយទាំងអស់ដែលខ្ញុំមានហើយទុកវិញទៅមិនមែនខ្ញុំរើសអើងថាតិចទេតែខ្ញុំទទួលមិនបានទេហេតុអីទៅយប់នេះខ្ញុំជួយនាងមិនមែនដើម្បីលុយទេតែលោកជួយខ្ញុំធំធេងណាស់ខ្ញុំមិនអាចធ្វើប្រងើយមិនតបស្នងអីសោះបានទេចាត់ទុកថាខ្ញុំជាអ្នកក្លាហានឃើញគេជប់ទុកមិនជួយមិនបានទៅចុះសម័យនេះហើយនៅមានអ្នកអួតខ្លួនឯងអញ្ចឹងទៀតអីមិនដូចទេអីមិនដូចអ្នកក្លាហានទេដូចតែអាអ្នកអត់ការងារធ្វើឲ្យមាត់រឹងលោកឯងនេះពិតជាចម្លែកមនុស្សមែនមើលទៅក៏មិនសូវមានលុយដែរតែលុយ50000ក៏មិនយកទៀតលុយខ្លះមិនអាចយកផ្ដេសផ្ដាស់ទេ
ចេនហាប់ធានតាលោកពិតជាគ្មានការងារធ្វើមែនទេប្រហែលអញ្ចឹងហើយចុះលោកចង់ទៅលក់ដូរជាមួយខ្ញុំទេខ្ញុំហេមែនហើយថ្ងៃខ្ញុំធ្វើការយប់ខ្ញុំលក់ដូរមនុស្សតែម្នាក់ពិតជារវល់បន្តិចមែនបើលោកពិតជាគ្មានអីធ្វើទេអាចមកលក់ជាមួយខ្ញុំសិនមកទោះវាមិនបានធ្វើតែឯងរៀងរវល់បន្តិចបើលោកពិតជាទំនេរមែនអាចមកធ្វើការជាមួយខ្ញុំសិនមកទោះមិនបានលុយដុំតែចិញ្ចឹមក្រពះរស់អត់បញ្ហាទេបើហេងលក់មួយយប់បានគួរសំដែតើកុំបារម្ភអីខ្ញុំមិនឲ្យលោកជួយទេបានលុយមកពួកយើងអាចចែកគ្នាបានយ៉ាងម៉េចដែរយប់ស្អែកចង់ទៅលក់អេវ៉ាន់ជាមួយខ្ញុំអត់យ៉ាងម៉េចហើយយប់ស្អែកទៅលក់ជាមួយខ្ញុំអត់នាងពិតជាចង់ឲ្យខ្ញុំទៅលក់អេវ៉ាន់ជាមួយនាងមែនអីប្រកាសហើយលោកអត់មានការងារធ្វើផងមែនអត់មិនអាចដើរធ្វើជាវីរបុរសជួយគេរាល់ថ្ងៃបានទេស្ដាប់ទៅដូចជាមិនអាក្រក់ទេអញ្ចឹងមានន័យថាលោកយកព្រមហើយមែនទេខ្ញុំទៅមើលសិនអញ្ចឹងសម្រាប់តាមនឹងចុះម៉ោង 7 យប់ស្អែកហាមបោកខ្ញុំណាផ្លាស់ប្ដូរលេខគ្នាទៅប្រយ័ត្នស្អែកខ្ញុំរកលោកអត់ឃើញលោកសំបីតែរូប profile ក៏អត់ដាក់ដែរខ្ជិលញ៉ៃញ៉ៃលោកពិតជាដូចអ្នកអត់ការងារធ្វើមែនយប់ជ្រៅហើយខ្ញុំត្រូវត្រឡប់ទៅវិញសិនហើយស្អែកត្រូវធ្វើការទៀតធ្វើដំណើរប្រយ័ត្នប្រយែងផងជួបគ្នាថ្ងៃស្អែកដៃគូលក់អេវ៉ាន់លោកម្ចាស់តូចលោកដារងចាំលោកយូរហើយទៅផ្ទះធំមែនទេបាទលោកម្ចាស់តូចលោកម្ចាស់តូចលោកតាកំពុងរងចាំលោកនៅបន្ទប់សៀវភៅខ្ញុំដឹងហើយឈិនហាវធានគឺជាមនុស្សធម្មតាដែលលាក់អត្តសញ្ញាណពេលយប់ទើបគេជាលោកម្ចាស់តូចពិតប្រាកដនៃត្រកូលឈិននៅស្គាល់ផ្លូវត្រឡប់មកវិញទៀតមិនមែនលោកតាតិចដែលឲ្យខ្ញុំទៅរៀនរស់បែបមនុស្សធម្មតានោះតើឲ្យឯងទៅរៀនរស់មិនមែនឲ្យឯងទៅវាយគ្នារាល់ថ្ងៃណាលោកតាដឹងរឿងហើយហេឯងធ្វើរឿងធំបែបនេះនៅផ្សាររាត្រីតាអាចមិនដឹងបានទេលាថាយប់នេះឯងបានជួយក្មេងស្រីម្នាក់ផងមែនទេគ្រាន់តែជួយចៃដន្យឲ្យទេចៃដន្យហេអាល្អិតតាំងពីតូចដល់ធំឯងចេះលូកដៃរឿងអ្នកដទៃពីអង្ការនាងឈ្មោះលីនសៀពេលថ្ងៃធ្វើការពេលយប់លក់អេវ៉ាន់តាមកញ្ច្រែងជាក្មេងស្រីដែលតស៊ូខ្លាំងម្នាក់ក្មេងស្រីធម្មតាមិនចូលចិត្តដើរលេងផឹកស៊ីថែមទាំងខំរកលុយទៀតបាទល្អនេះហើយជាចៅប្រសារដែលតាស្រមៃចង់បានលោកតាពួកយើងទើបតែស្គាល់គ្នាទេទើបស្គាល់គ្នាយ៉ាងម៉េចបើឯងនៅតែរិះរែកប្រយ័ត្នគេញ៉ែបាត់ទៅខ្ញុំនឹងខិតខំស្អែកមិនត្រូវទៅលក់អេវ៉ាន់ជាមួយគេទេខំប្រឹងបញ្ចេញស្នាដៃឈ្មោះត្រកូលឈិនយើងឲ្យសោះសូម្បីតែរឿងនេះក៏លោកតាដឹងដែរត្រជាតាវៃណាស់អាល្អិតចាំសិនឯងស្លៀកពាក់អញ្ចឹងទៅជួបគេហេខ្ញុំទៅលក់អេវ៉ាន់តាមិនមែនទៅកម្មវិធីជប់លៀងឯណាឯងដឹងអីការណាត់ជួបលើកដំបូងរូបរាងគឺសំខាន់ណាស់លោកតាខ្ញុំទៅជួយលក់អេវ៉ាន់ទេមិនមែនទៅមើលចិត្តគ្នាទេសម្រាប់តាគឺដូចតែគ្នាទេលោកម្ចាស់តូចលោកតាផ្ដាំថាខ្លាចលោកទៅលក់អេវ៉ាន់អត់មានលុយអាប់ក៏រៀបចំកាតមួយនេះឲ្យលោកស្អីគេនឹងខ្ញុំទៅលក់អេវ៉ាន់ឲ្យកាត់ខ្មៅខ្ញុំទៅអាប់លុយឲ្យគេហេចុះបើមានគេមកអេវ៉ាន់នាងអស់ទៅគិតម៉េចលោកតាកុំបារម្ភពេកខ្ញុំទៅហើយឈិនហាវធានម្នាក់នេះប្រហែលជាមិនបោកខ្ញុំទេដឹងមើលទៅខ្ញុំដូចមនុស្សមិនគោរពពាក្យសញ្ញាមែនតាមកដល់ហើយកុំឈរនៅនឹងពាក្យអ៊ីមនេះសិនមកចាំបាច់ពាក្យដែរប្រកាសហើយបើមិនអញ្ចឹងគេមិនដឹងថាលោកជាអ្នកលក់នៅទីនេះជាអ្នកលក់របស់នាងខ្ញុំចង់មានន័យថាបុគ្គលិកបណ្ដោះអាសន្ននឹងណាពីមុនមកលោកពិតជាមិនធ្លាប់ធ្វើការមែនលើកទី1ហើយទើបមិនសូវស្ទាត់មិនអីទេធ្វើការជាមួយចែមិនឲ្យឯងដាច់ពុះទេអ្នកថ្មីមែនពួកយើងគ្រាន់តែមកលក់អេវ៉ាន់ធម្មតាទេលក់អេវ៉ាន់ធម្មតាបានសុំការអនុញ្ញាតពីអញហើយឬនៅចង់លក់នៅទីនេះក៏បានដែរបង់លុយ 3000 ថ្លៃទុកសិនមកទីនេះមិនមែនជាផ្សាររាត្រីឥតគិតថ្លៃទេពីមុនគិតទេតែឥឡូវអញជាអ្នកសម្រេចពួកយើងលក់ដូរត្រឹមត្រូវពួកឯងមានសិទ្ធិអីមកទាលុយផ្ដេសផ្ដាសសិទ្ធិអីហេសិទ្ធិត្រង់ថាផ្លូវមួយខ្សែនេះគ្មានអ្នកណាហ៊ានមិនបង់លុយឲ្យឯងក្មួយស្រីកុំមកអីបង់ឲ្យគេទៅគេដើរទីរាល់ថ្ងៃហ្នឹងបើមិនបង់គេវាកំតិចទុកឥឡូវហើយ3000ត្រូវអត់មិនឯងចង់បង់ជំនួសនាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាពួកឯងប្លន់លុយគេស្ទាត់ម្លេះមានវិកេបាត់ឲ្យគេដែរអត់អាល្អិតឯងចង់រករឿងមែនទេកុំកំរោលអីពួកគេមានគ្នាច្រើនកុំបារម្ភខ្ញុំនឹងនិយាយហេតុផលថ្ងៃនេះអញនឹងឲ្យឯងដឹងថាម៉េចហៅថាហេតុផលពួកឯងចង់ធ្វើអីហ្នឹងឥឡូវមិនមែន 3000 ទេ5000បើខ្វះ1សេនយប់នេះពួកឯងកុំសង្ឃឹមបានលក់វាយកំតិចវាទៅវើយអាល្អិតឯងដឹងថាអ្នកណានៅពីក្រោយខ្នងអញអត់ខ្ញុំអត់ចាប់អារម្មណ៍ទេបានបើឯងខ្លាំងគុំរត់ឲ្យសោះអញហៅគេមកឥឡូវនេះហៅមកចំពេលខ្ញុំមិនទាន់រៀបអេវ៉ាន់ផងបងឈៀងខ្ញុំត្រូវគេវាយនៅផ្សាររាត្រីបាទអ្នកលក់ថ្មីអាមួយនឹងវាខ្លាំងណាស់
ល្អិតអញលុតជង្គង់សុំទោសឥឡូវនេះនៅតណាចិនហាវធានពួកយើងទៅមុនទៅល្អអេវ៉ាន់មិនទាន់រៀបលក់ក៏មិនទាន់អស់ទៅណាវិញកាត់នេះមិនមែនជារបស់អ្នកនាងទេឯងនិយាយស្អីហ្នឹងកាត់នេះមិត្តភក្តិខ្ញុំឲ្យខ្ចីតើអំបញ្ញមិញមិនមែនអ្នកនាងថាកាត់នេះជារបស់អ្នកនាងទេអីប្រព័ន្ធឆែកមើលខុសហើយដឹងនៅមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទៀតហោះចិនហាវធានបោះបង់ទៅចុះណោះនាងមិនខុសសោះមិនត្រូវបញ្ឈប់ទៅវិញអ្នកនាងលីនខ្ញុំសុំទោសជាកំហុសហាងយើងខ្ញុំដែលបម្រើសេវាមិនបានដិតដល់ខោអាវមួយឈុតដែលអ្នកនាងពេញចិត្តខ្ញុំនឹងយកមកឲ្យលោកភ្លាមមិនបាច់រំខានទេខ្ញុំគ្រាន់តែមើលលេងប៉ុណ្ណោះចូលចិត្តគឺលោទៅយកមកភ្លាមមកលរហើយយ៉ាងម៉េចមានលុយទិញអត់ហ្នឹងនាងឯងគិតថាមនុស្សគ្រប់គ្នាត្រូវពឹងកាត់អ្នកដទៃដើម្បីយកមុខដូចជានាងមែនទេតាមពិតកាត់នាងសុទ្ធតែខ្ជិលគេសោះអំបញ្ញមិញវាយកកម្លេះខ្មាស់គេញាប់ហើយចេនហាវធានមិនបាច់ពិតមែនណាចាត់ទុកថាបន្ធូរអារម្មណ៍ទៅចុះអ្នកនាងលីនឈុតនេះពិតជាស័ក្តិសមនឹងអ្នកនាងណាស់មើលទៅរៀងឆាតពេកទេដឹងស្អាតណាស់អាយអោខ្ញុំចេនហាប់ធានអញចង់ជាដាក់នាងហោះមកពីនាងឈោពីផ្លូវខ្លួនឯងតើពួកឯងត្រូវសង់អោខ្ញុំគ្រប់គ្រាន់ហើយអ្នកនាងសូមអញ្ជើញចេញពីហាងយើងខ្ញុំភ្លាមឯងហ៊ានដេញយើងផងសន្តិសុខអញ្ជើញគាត់ចេញទៅពួកឯងចាំមើលចុះចាប់ពីពេលនេះទៅនាងមិនបាច់មកធ្វើការទៀតទេអ្នកគ្រប់គ្រងខ្ញុំខុសហើយខ្ញុំពិតជាខុសមែនធ្វើការសេវាកម្មហាមដាច់ខាតមើលងាយអតិថិជនអ្នកដែលនាងប្រមាថមិនមែនជាភ្ញៀវទេតែជាវិន័យរបស់ហាងនេះពិតមិនបាច់ដល់ថ្នាក់នឹងក៏បានដែរពេលគេប្រមាថនាងអំបញ្ញមិញមិនគិតថាធ្ងន់ធ្ងរផងអ្នកនាងលីនរឿងថ្ងៃនេះជាកំហុសហាងយើងខ្ញុំសូមទោសអ្នកនាងម្ដងទៀតអោនេះថ្លៃពេកហើយខ្ញុំមិនទិញទេនាងមិនចូលចិត្តវាទេអីចូលចិត្តគឺចូលចិត្តហើយតែខ្ញុំមិនអាចចាយលុយផ្ដេសផ្ដាស់ទេ 48000 ខ្ញុំត្រូវលក់អីវ៉ាន់តាមផ្លូវប៉ុន្មានខែទៅប្របានវិញអ្នកនាងលីនយល់ច្រឡំហើយអោឈុតនេះថ្ងៃនេះមានប្រូម៉ូសិនផ្ទៃក្នុងបញ្ចុះតម្លៃសល់ត្រឹម480ទេ480បាត់ជាប្រូម៉ូសិនជំរាស់ស្តុកអោចុងក្រោយបងអស់មែនឬនឹងហាងប្រេនក៏មានជំរាស់ស្តុកដែរប្រហែលជាហាងគេលក់មិនសូវដាច់ហើយមើលទៅអញ្ចឹងខ្ញុំទិញហើយហ្មងទៅថ្ងៃនេះរំខានលោកទៀតហើយក្នុងនាមជាដៃគូលក់អីវ៉ាន់វាជារឿងគួរធ្វើតើស្អីគេព្រឹកស្អែកឲ្យខ្ញុំទៅក្រុមហ៊ុនឯកសារគម្រោងមានបញ្ហាស្លាប់ហើយក្រុមហ៊ុនដូចជាមានរឿងហើយលីនស៊ីនាងពិតជាពូកែមែនឯកសារគម្រោងសំខាន់យ៉ាងនេះនាងហ៊ានធ្វើឲ្យខុសលោកប្រធានវាងតាឯកសារមួយណាខុសទៅនៅធ្វើពុតជាមិនដឹងទៀតអ្នកដែលលោកចូលប្រព័ន្ធឯកសារយកមិញចុងក្រោយគេគឺជានាងនឹងឯងមិនអាចទេយកមិញខ្ញុំមិនបានមកក្រុមហ៊ុនសោះហើយក៏មិនបានប៉ះកុំព្យូទ័រដែរតម្លៃអតិថិជនបែកធ្លាយខាងដៃគូកំពុងទារសំណងនាងថាវាមិនមែនជានាងចុះជាអ្នកណាឯកសារនេះមានគេលួចកែទិន្នន័យក្នុងនេះមិនមែនខ្ញុំអ្នកធ្វើទេចុះពូស្តាំងណៃណាឥឡូវកំណត់ត្រាប្រព័ន្ធបង្ហាញថាជាកណ្ណៃរបស់នាងនាងថាមិនមែនជានាងតាអ្នកណាជឿស៊ីញ៉ៃទៅរឿងនេះនាងត្រូវទទួលខុសត្រូវខ្លួនឯងក្រុមហ៊ុនអាចនឹងពិចារណាមិនបញ្ឈប់លោកប្រធានវាងរឿងដែលខ្ញុំមិនបានធ្វើខ្ញុំដាច់ខាតមិនស៊ីញ៉ៃទេលីនស៊ីនាងកុំប្រហែលពេកវើយត្រឹមមនុស្សដែលព្រឹកធ្វើការយកទៅលក់អីវ៉ាន់តាមផ្លូវដូចជានាងក្រុមហ៊ុនទុកឱកាសឲ្យគឺល្អណាស់ហើយខ្ញុំលក់អីវ៉ាន់រកលុយមិនមែនមានន័យថាអាចឲ្យគេទម្លាក់កំហុសផ្ទះផ្ដាស់ប្រធានវាងមិនស្រួលទេតំណាងភ្ញៀវដៃគូសហការមកដល់ក្រុមហើយគេថាយ៉ាងណាថ្ងៃនេះត្រូវតែមានការរឿងដែលនាងបង្កឡើងតិចទៀតនាងទៅសុំទោសគេដោយខ្លួនឯងទៅលីនស៊ីខ្ញុំប្រាប់ហើយប្រញាប់សារភាពទៅអញ្ចឹងប្រយ័ត្នរឿងរឹតតែធំសំបីតែការងារក៏រក្សាទុកមិនបានដែរខ្ញុំទាមទារឲ្យឆែកកាមេរ៉ាសុវត្ថិភាពមិនបាច់ឆែកទេបញ្ហាឯកសារមួយនេះពួកយើងបានរកឃើញអ្នកដែលលួចកែវាពិតប្រាកដហើយលោកមានន័យថាម៉េចយប់មិញម៉ោង 11:42 នាទីមានគេប្រើកណេរបស់លីនស៊ីលោកមិនមែនជាលីនស៊ីទេអីតែទីតាំងដែលលោកចូលមិនមែននៅទៅរបស់លីនស៊ីទេតែជាកុំព្យូទ័ររបស់នាងមិនអាចទេស៊ូម៉ានហេតុអីនាងត្រូវទម្លាក់កំហុសឲ្យខ្ញុំមិនបានធ្វើទេនាងកុំនិយាយផ្ដេសផ្ដាស់ស៊ូម៉ាននាងពិតជាហ៊ានធ្វើរឿងបែបនេះមែនខ្ញុំគ្រាន់តែចង់បំភ័យនាងប៉ុណ្ណោះមកពីថ្មីនេះនាងធ្វើគម្រោងបានល្អពេកអញ្ចឹងនាងក៏ចង់ឲ្យខ្ញុំសង្កេ300000ហើយបាត់បង់ការងារទៀតអញ្ចឹងអីរឿងនេះពួកយើងនឹងវិតម្លៃការសហការឡើងវិញចំណែកឯលីនស៊ីនាងគ្មានកំហុសអ្វីទាំងអស់បាត់លីនស៊ីមិនខុសទេគឺជាកំហុសរបស់ស៊ូម៉ានទាំងអស់ពេលលោកប្រធានឲ្យខ្ញុំស៊ីញ៉េតួខុសត្រូវអំបញ្ញមិញមិនមែននិយាយបែបនេះទេស៊ីខ្ញុំធ្វើបែបនេះក៏ដើម្បីប្រយោជន៍ក្រុមហ៊ុនដែរលោកដើម្បីក្រុមហ៊ុនតែហ៊ានទម្លាក់កំហុសឲ្យខ្ញុំទទួលជំនួសណោះលោកប្រធានវាងនៅខាងក្រោមមានមនុស្សម្នាក់មករកជួបលីនស៊ីគាត់ប្រាប់ថាគាត់ឈ្មោះចេនហាវធានចេនហាវធានគាត់មកទីនេះធ្វើអីអ្នកណាគេក្រុមហ៊ុននេះជាកន្លែងដែលគេនឹកឃើញចង់មកក៏មកបានអញ្ចឹងអីមើលទៅខ្ញុំមកមិនចំពេសោះលោកមកទីនេះមានការអីព្រឹកមិញនាងមិនតបសារខ្ញុំជិះកាត់ក៏ឆ្លៀតមកមើលនាងហ្មងទៅឯងនឹងហើយចេនហាប់ធានទីនេះជាបន្ទប់ប្រជុំក្រុមហ៊ុនមិនមែនជាកន្លែងសម្រាប់មនុស្សទំនេរដូចជាឯងមកទេលោកប្រធានវាងគាត់គ្រាន់តែមករកខ្ញុំប៉ុណ្ណោះលីនស៊ីការងារនាងមានបញ្ហារួចទៅហើយឥឡូវថែមទាំងនាំអ្នកក្រៅចូលក្រុមហ៊ុនទៀតបញ្ហារបស់នាងមិនមែនស៊ើបដឹងច្បាស់អស់ហើយទេអី
នេះជារឿងក្រុមហ៊ុនយើងមិនពាក់ព័ន្ធនឹងអញទេខ្ញុំគិតថាគាត់និយាយត្រូវតើភាគីយើងបានសម្រេចចិត្តឲ្យគម្រោងនេះនឹងបន្តឲ្យលីនស៊ីជាអ្នកទទួលខុសត្រូវចំណែកឯផ្ទៃក្នុងរបស់ពួកលោកនឹងចាត់ការអ្នកដែលទម្លាក់កំហុសឲ្យនាងយ៉ាងម៉េចនោះសម្រេចហើយគម្រោងមួយនេះទុកលីនស៊ីជាអ្នកទទួលខុសត្រូវចំណែករឿងផ្ទៃក្នុងរបស់អ្នកដោះស្រាយអ្នកទម្លាក់កំហុសលើនាងយ៉ាងម៉េចពួកយើងនឹងរងចាំមើលលទ្ធផលប្រកាសហើយលីនស៊ីគាត់មានសមត្ថភាពតាំងពីណាមកហើយលើកនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះចុះរឿងដែលព្រមសារភាពថាចាញ់នោះគឺយល់ច្រឡំទេសុទ្ធតែជារឿងយល់ច្រឡំកញ្ញាលីនរសៀលនេះយើងនឹងបើកកិច្ចប្រជុំគម្រោងនេះឡើងវិញសង្ឃឹមថានាងនឹងឡើងធ្វើបទបង្ហាញដោយផ្ទាល់ចាខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អមើលទៅដូចជាលែងត្រូវការឲ្យខ្ញុំជួយហើយតើអញមកដល់នឹងទៅហើយអាហារពេលព្រឹកនេះខ្ញុំយកចុះអរគុណណាស់ដែលខំមកដល់ទីនេះខ្ញុំគ្រាន់តែខ្លាចដៃគូលក់ដូររបស់ខ្ញុំមានរឿងអីនឹងណាទុកចិត្តចុះយប់នេះម៉ោងលក់នៅកន្លែងពិសេសខ្ញុំមិនឲ្យយូរទេអញ្ចឹងជួបគ្នាយប់នេះថាម៉េចកន្លែងលក់ពិសេសហ្នឹងត្រូវគេដណ្ដើមយកហើយនេះមិនមែនជាកន្លែងដែលអ្នកគ្រប់គ្រងទុកឲ្យខ្ញុំទេហេកន្លែងនាងស្អីគេខ្ញុំរៀបអីវ៉ាន់លក់អស់ទៅហើយនាងមើលមិនឃើញទេអីប៉ុន្តែកន្លែងមួយនេះអ្នកគ្រប់គ្រងផ្សារជាអ្នកប្រាប់ខ្ញុំផ្ទាល់មាត់តើហាហាប្រាប់នាងចុះយ៉ាងម៉េចអ្នកណាបានលក់ចុងក្រោយគឺថ្នាក់លើជាអ្នកសម្រេចទាន់ភ័យចាំសួរឲ្យដឹងសាច់រឿងសិនអ្នកគ្រប់គ្រងម្សិលមិញលោកឯងមិនបានថាទុកកន្លែងនេះឲ្យខ្ញុំទេអីអាមួយនេះពេលនេះមានការផ្លាស់ប្ដូរបន្តិចបន្តួចហើយផ្លាស់ប្ដូរស្អីគេទៅក្មួយស្រីលក់ដូរក៏គេគិតពីខ្សែយូរដែរមិនមែនឲ្យតែអ្នកគួរឲ្យអាណិតសុទ្ធតែអាចបានកន្លែងល្អនោះទេចុះអ្នកណាជាអ្នកឲ្យដូរកន្លែងមួយនេះទៅគឺជាបំណងរបស់លោកម៉ាជានរណាជាអ្នកទទួលខុសត្រូវផ្សាររាត្រីកន្លែងលក់ម្ដុំនេះគឺគាត់ជាអ្នកគ្រប់គ្រងទាំងអស់លោកម៉ាអញ្ជើញមកដល់ហើយហេគឺនាងនឹងហើយដែលចង់បានកន្លែងលក់ពិសេសនេះកន្លែងនេះអ្នកគ្រប់គ្រងធ្លាប់សន្យាថាឲ្យខ្ញុំតាំងពីម្សិលមិញម្លេះផ្សាររាត្រីមួយនេះអ្នកដែលសម្រេចចុងក្រោយគឺខ្ញុំអញ្ចឹងលោកចង់ក្រឡាសម្ដីមែនទេចុះឯងនេះជាស្មៅក្បាលជញ្ជាំងមកពីណាវើយពេលនេះខ្ញុំមិនត្រឹមតែមិនឲ្យកន្លែងពិសេសនេះទៅនាងទេសូម្បីតែកន្លែងលក់ចាស់របស់នាងក៏ត្រូវដកសិទ្ធិចោលដែរលោកម៉ាលោកមិនអាចធ្វើអញ្ចឹងទេខ្ញុំដាក់ពាក្យតាមច្បាប់ទម្លាប់ត្រឹមត្រូវតើច្បាប់ទម្លាប់នៅទីនេះសម្ដីលោកម៉ាគឺជាមីជីច្បាប់លោកច្បាស់ហើយមែនទេដែលដកសិទ្ធិកន្លែងលក់របស់នាងអញច្បាស់ណាស់ចុះយ៉ាងម៉េចអញ្ចឹងលោកឯងកុំស្ដាយក្រោយឲ្យសោះឥឡូវឯងចង់គំរាមអញវើយឈិនហាប់ធានឈប់ទៅពួកយើងទៅសិនទៅនាងខំប្រឹងលក់ដូរទាំងលំបាកមិនមែនដើម្បីឲ្យមនុស្សធននេះដេញចេញដោយគ្រាន់តែប្រាសម្ដីមួយម៉ាត់នោះទេរញយោទេសលក់របស់ពួកវាចេញទៅថ្ងៃក្រោយមិនបាច់ឲ្យពួកវាជោគផ្សាររាត្រីនេះទៀតទេកុំមកប៉ះរបស់ខ្ញុំវើយអ្នកណាហ៊ានប៉ះសាក់មើអញនៅហ៊ានខត់ទៀតជឿអត់ថាអញមិនឲ្យអញចេញផុតពីផ្លូវនេះទេយប់នេះហើយគេមកទៀតហើយអញប្រាប់អញចុះផ្សាររាត្រីនេះអញជាអ្នកធំអញហើយអ្នកណាមកក៏គ្មានប្រយោជន៍ដែរសើបមើលលោកម៉ានៅផ្សាររាត្រីខាងត្បូងក្រុងបន្តិចមើល3នាទីទៀតសុំលទ្ធផលធ្វើពុតបានសំគ្រាន់បើដែរតើហាហា3នាទីអញចង់ចាំមើលតើ3នាទីទៀតអ្នកណាជាអ្នកស្អីលោកប្រធានមកឆឹងអញបានទៅរករឿងមនុស្សដែលមិនគួរប៉ះពាល់មែនទេលោកប្រធានខ្ញុំអត់មានទេអត់មានគេទេមកដល់ខ្ញុំផ្ទាល់ហើយឯងនៅហ៊ានថាអត់មានទៀតលោកប្រធានតាមពិតគេនឹងជានរណាទៅរឿងមិនគួរសួរកុំសួរឥឡូវនេះឆាប់សុំទោសគេភ្លាមហើយប្រគល់កន្លែងឲ្យគេវិញទៅបើធ្វើមិនបានល្អថ្ងៃស្អែកឯងមិនបាច់មកធ្វើការទៀតទេលោកម៉ាមានរឿងអីហ្នឹងពិតមកទៅសុទ្ធតែជារឿងដែលនាងឯងបង្កឡើងទាំងអស់លោកម៉ាកន្លែងនេះលោកមិនបានសន្យាថាឲ្យខ្ញុំទេចាប់ពីពេលនេះទៅកន្លែងលក់ពិសេសនេះប្រគល់ជូនកញ្ញាលីនវិញប្រគល់ឲ្យខ្ញុំវិញកញ្ញាលីនអំបញ្ញមិញគឺជាកំហុសការងាររបស់ខ្ញុំទេសូមអ្នកនាងកុំប្រកាន់អីណាគ្រាន់តែជាកំហុសការងារទេហេគឺខ្ញុំខុសហើយខ្ញុំមិនគួរផ្ដេសផ្ដាស់ដូរកន្លែងលក់ថែមទាំងមិនគួរដេញពួកអ្នកចេញទៀតទេចិនហាប់ធានអំបញ្ញមិញអញទៅអ្នកណាមែនទេទៅគឺបងប្រុសម្នាក់នឹងណាគាត់គ្រាន់តែជួយបន្តិចបន្តួចទេលោកប្រធានអញ្ជើញមកដល់ផ្ទាល់តែម្ដងលោកចិនខ្ញុំពិតជាសុំទោសខ្លាំងណាស់មកពីការគ្រប់គ្រងរបស់ខ្ញុំមិនបានល្អលោកចិនខ្ញុំពិតជាសុំទោសខ្លាំងណាស់មកពីការគ្រប់គ្រងរបស់ខ្ញុំមិនបានល្អគ្រាន់តែជាការហៅគួរសមប៉ុណ្ណោះប្រធានផ្សាររាត្រីទាំងមូលមកគួរសមជាមួយអញម្លឹងប្រហែលជាគាត់ជាមនុស្សមានក្រមសីលធម៌ខ្ពស់ឯងគិតថាខ្ញុំជឿទេមកឆឹងចាប់ពីពេលនេះទៅឯងលែងទទួលខុសត្រូវផ្សាររាត្រីនេះទៀតហើយលោកប្រធានខ្ញុំដឹងខុសហើយសូមទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅណាអ្នកដែលឯងគួរសុំទោសមិនមែនជាខ្ញុំទេកញ្ញាលីនខ្ញុំសុំទោសមកពីខ្ញុំផ្ដេសផ្ដាស់ដូរកន្លែងលក់មកពីខ្ញុំមានភ្នែកមិនស្គាល់ភ្នំតៃសានកញ្ញាលីនខ្ញុំនឹងប្រញាប់រើវ៉ាន់ចេញប្រគល់កន្លែងនេះឲ្យនាងវិញហើយខ្ញុំគ្រាន់តែចង់លក់ដូរធម្មតាតែប៉ុណ្ណោះមិនចង់ឲ្យអ្នកណាត្រូវបាត់បង់ការងារនោះទេនាងមិនខុសទេអ្នកដែលខុសគឺពួកគាត់មិនគោរពច្បាប់ទម្លាប់ចាប់ពីយប់នេះទៅកន្លែងលក់ពិសេសចំកណ្ដាលផ្សាររាត្រីគឺអនុញ្ញាតឲ្យកញ្ញាលីនប្រើប្រាស់ជាផ្លូវការក្រៅពីនេះរាល់ការខូចខាតរបស់គាត់ថ្ងៃនេះខាងផ្សារនឹងសងជាមួយចិត្តគុណនឹងពីចំចាត់ចែងភ្លាមទៅសំណងមិនបាច់ច្រើនពេកទេគ្រាន់តែសងថ្លៃវ៉ាន់ដែលខូចខាតទៅតាមនឹងបានហើយអញ្ចឹងធ្វើតាមបំណងរបស់កញ្ញាលីនទៅចុះឈិនហាប់ធានបងប្រុសម្នាក់ដែលឯងនិយាយញ៉ឹងតាមពិតទៅគាត់អស្ចារ្យកម្រិតណាទៅលោកតាចាស់ទុំនៅផ្ទះគាត់ចូលចិត្តរអ៊ូនឹងណាទទួលទៅ
មិនប្រកាសថាគាត់បារម្ភពីយុវជនគ្មានការងារធ្វើដូចជាឯងដែលយប់រលប់មិនព្រមជប់ផ្ទះក៏ថាបានអាល្អត់សាច់ស្អុយអញកំពុងតែនៅជាមួយក្មេងស្រីម្នាក់នឹងទៀតមែនទេតាគិតចង់សួរឯងថាក្មេងស្រីដែលឈ្មោះលីនស៊ីនឹងយ៉ាងម៉េចដែរនាងជានារីឧស្សាហ៍ព្យាយាមដែរទេលោកម្ចាស់ស៊ើបដឹងហើយអ្នកដែលគំរាមកញ្ញាលីនគឺមីងហុងហៅមកពីម្សិលមិញវាឈ្មោះដាចងខ្ញុំដឹងតាំងពីដំបូងថាមេអ្នកលក់នឹងគ្មានបំណងល្អទេចង់ឲ្យខ្ញុំចាត់ការវាហ្មងទេមិនបាច់ប្រញាប់ទេយប់នេះខ្ញុំទៅមើលដោយផ្ទាល់ហ្មងលោកម្ចាស់នៅចង់ទៅផ្សាររាត្រីទៀតប្រកាសហើយអនាគតចៅប្រសាមានបញ្ហាទាំងមូលតាចាស់ចូលនិវត្តម្នាក់នេះត្រូវតែទៅទិញអីវ៉ាន់គាំទ្រនាងបន្តិចហើយអូនឯងមកលឿនម្លេះខ្លាចអូននៅម្នាក់ឯងភ័យនឹងណាអ្នកណាភ័យទៅខ្ញុំគ្រាន់តែខ្លាចលក់អីវ៉ាន់អត់អស់តើអញ្ចឹងយប់នឹងខំលក់ឲ្យដាច់ច្រើនទៅលោកម្ចាស់គុំទៅជិតពេកប្រយ័ត្នចៅហ្វាយក្មេងឃើញខ្ញុំមកទិញអីវ៉ាន់តើវាហ៊ានខាត់ខ្ញុំអត់ឲ្យទិញផងអីវ៉ាន់ឯងនេះអន់ណាស់វើយទើបតែកាន់សោះខូចបាត់លោកឯងខ្លែងបន្លំទម្លាក់តើគុំនិយាយច្រើនសងលុយមកបើមិនសងទេថ្ងៃនឹងឯងលេងបានលក់ទៀតហើយសាររំសើមិញគឺលោកឯងជាអ្នកភ្ញាំងអេដឹងហើយនៅហ៊ានមកទៀតថ្លាមធំគ្រាន់បានណោះអូយអាណាគេលោឡាខ្លាំងម្លេះធ្វើឲ្យតាចាស់អ្នកទិញអីវ៉ាន់ម្នាក់នេះភ័យអស់ហើយលោកពូមិនក៏ពូមកទៀតហើយខ្ញុំមកទិញអីវ៉ាន់តើតាក់តងអីនឹងឯងតាចាស់កុំចេះដឹងរឿងគេវើយក្មេងសម័យនេះឯងធ្វើខូចអីវ៉ាន់គេហើយឲ្យគេសឹងលុយទៀតនេះវាច្បាប់ស្អីគេច្បាប់ហេនៅតំបន់នេះសម្ដីនឹងហើយគឺជាច្បាប់អូហូលុយម្លេះទេលោកពូកុំទៅតាំងជាមួយពូវាអីពូវាមិនងាយស្រួលទេក្មួយស្រីកុំភ័យថ្ងៃនេះពូចង់តែចេះដឹងរឿងនឹងហ្មងដេញតាចាស់នេះចេញទៅប្រាហឹង្សាលើចាស់ទុំវាអត់សំទេដឹងចុះឯងនេះជាអាណាគេទៀតគ្រាន់តែជាតៃកុងឡានចូលនិវត្តន៍ដើរកាត់ម្នាក់ប៉ុណ្ណោះតាលីយកអីវ៉ាន់នឹងចេញមកសារគម្រាមកញ្ញាលីនកាលពីយប់មិញគឺផ្ញើចេញពីលេខ1នេះឈ្មោះម្ចាស់លេខគឺដាចងលោកពូមិនក៏ពូមានរបស់ទាំងនេះមនុស្សចាស់ដេកមិនសូវលក់ក៏ចូលចិត្តស្រាវជ្រាវរឿងទប់ស្កាត់ការបោកប្រាស់លេងអញ្ចឹងទៅសំលេងថតស្អែកបើនាងនៅតែហ៊ានមកលក់កន្លែងល្អនឹងទៀតឯងត្រូវតែប្រដៅនាងឲ្យរៀងចោលតាមពិតគឺមីងហុងជាអ្នកនៅពីក្រោយសោះមុខក្រាស់មែនដណ្ដើមកន្លែងគេហើយនៅគំរាមគេទៀតពួកឯងកុំមកមួបង្កាច់អញអាណាដឹងថាសំលេងនឹងពិតឬខ្លាំងៗនោះពិតឬមិនពិតឲ្យខាងអ្នកគ្រប់គ្រងផ្សារគេស៊ើបទៅដឹងហើយហេស៊ើបអីត្រឹមតែចាស់លក់តាមចិញ្ចើមផ្លូវសោះមានសិទ្ធអីមកស៊ើបអញហាបងប្រុសទីបំផុតបងមកដល់ហើយគឺតាចាស់នេះហើយដែលរករឿងប្អូនលោកម្ចាស់នេះគឺជាអនុប្រធានផ្សាររាត្រីបងប្រុសពួកគេយកភស្តុតាងคล้ายៗមកចោទប្រកាន់ខ្ញុំហើយចង់ដេញខ្ញុំចេញទៀតក្មួយស្រីអាយុមិនទាន់ប៉ុន្មានផងពូកែសម្ដែងម្លេះតាចាស់និយាយស្ដីឲ្យប្រយ័ត្នមាត់បន្តិចផ្សាររាត្រីនេះអញជាអ្នកគ្រប់គ្រងបើអញថាពួកឯងលក់មិនបានគឺលក់មិនបានហើយកុំប្រញាប់ខ្ញុំចង់មើលថាមួយនេះវាអាចក្អេងក្អាងបានដល់ពេលណាទៀតលោកប្រធានគឺមីងហុងរកមនុស្សមកគំរាមខ្ញុំមុនទេពួកខ្ញុំមានភស្តុតាងហេភស្តុតាងបើអញថាអត់បានការគឺអត់បានការហើយទៅនៅទីនេះមិនមែនឯងចង់លក់ក៏លក់បានតាមចិត្តទេពួកយើងរុះរើកន្លែងពួកវាចេញឲ្យអស់ទៅក្មួយប្រុសឯងឈ្មោះអីគេម៉េចចង់ប្តឹងអញអញឈ្មោះលីខុនឯងចង់ប្តឹងទៅណាក៏ទៅមើលមានអាណាហ៊ានកាត់ក្តីអត់តាលីគាត់ឈ្មោះទុកភ្លាមគាត់ទុករួចរាល់ហើយលោកម្ចាស់ពួកឯងកំពុងលេងល្ខោនអាឡូលោកអគ្គនាយកខ្ញុំកំពុងដោះស្រាយរឿងបន្តិចបន្តួចលីខុនឯងទៅតែទៅរករឿងមនុស្សចាស់ម្នាក់មែនទេលោកអគ្គនាយកមិនក៏លោកដឹងអញមិនខ្វល់ថាឯងកំពុងធ្វើស្អីទេទៅសុំទោសលោកតានោះភ្លាមបើមិនអញ្ចឹងទេស្អែកមិនបាច់មកធ្វើការទេលោកតាមពិតលោកជាអ្នកណាឲ្យប្រកាសគ្រាន់តែជាតាចាស់ចូលនិវត្តន៍ដែលចូលចិត្តទិញអីវ៉ាន់កំពេចកំពុកតម្លៃ15រៀលម្នាក់ប៉ុណ្ណោះលោកម្ចាស់ឈិនខ្ញុំបាទសូមទោសពិតមែនដែលគ្រប់គ្រងមិនបានល្អលោកពូស្គាល់លោកអគ្គនាយកដែរធ្លាប់ផឹកតែជាមួយគ្នាតាំងពីមុនមកតែមិនសូវស្និទ្ធទេលីខុនចាប់ពីពេលនេះទៅឯងត្រូវបញ្ឈប់ពីការងារហើយលោកអគ្គនាយកខ្ញុំខុសហើយខ្ញុំពិតជាខុសមែនអ្នកដែលឯងត្រូវសុំទោសមិនមែនជាអញទេកញ្ញាលីខ្ញុំសុំទោសខ្ញុំមិនគួរអាងអំណាចសង្កត់សង្កិនគេអញ្ចឹងសោះលីស៊ីខ្ញុំរយចេញឥឡូវហើយថ្ងៃក្រោយលែងមករករឿងនាងទៀតហើយលោកពូតាមពិតពូជាអ្នកណាឲ្យប្រកាសទៅជាតាចាស់ចូលនិវត្តន៍ដែលចូលចិត្តស្រាវជ្រាវរឿងបោកប្រាស់និងស្គាល់មិត្តភក្តិធំមួយចំនួនអញ្ចឹងណាតាចាស់ចូលនិវត្តន៍អាចធ្វើឲ្យអគ្គនាយកខ្លាចថ្នាក់នឹងផងប្រហែលមកពីមុខពូមើលទៅកាច់ពេកហើយលោកពូយប់ជ្រៅហើយពូគួរតែត្រឡប់ទៅវិញទៅឯងប្រញាប់ស្អីពូទិញអីវ៉ាន់មិនទាន់អស់ផងក្មួយស្រីស្អែកយប់ទំនេរអត់លោកពូមានការអីមែនទេរបស់ដែលក្មួយរើសឲ្យពូពេញចិត្តណាស់ស្អែកមកញ៉ាំបាយផ្ទះពុំលោកពូចេះចំអិនម្ហូបទៀតពូចេះបញ្ជាឲ្យគេចំអិនមិនបានទេអីមិនបាច់ទេលោកពូគួរសំពេចហើយម៉េច
ខ្លាចចំហផ្ទះពូមិនឆ្ងាញ់មែនមិនមែនទេខ្ញុំគ្រាន់តែខ្លាចរំខានលោកពូអញ្ចឹងសម្រេចតាមនឹងចុះស្អែកហាវធាននាំក្មួយឯងមកអ្នកទាំងពីរមិនមែនមិនស្គាល់គ្នាទេអីស្គាល់តើគឺទើបតែស្គាល់នឹងឯងទើបតែស្គាល់សោះមិនក៏ពូដឹងថាគាត់ឈ្មោះហាវធានទៅវិញអំបញ្ញមិញក្មួយឯងទើបតែហៅឈ្មោះវាតើពូទៅជានៅវ័យណាស់ណាពួកឯងស្គាល់គ្នាតើត្រូវអត់ស្គាល់តើទើបតែស្គាល់គ្នាមិននឹងតើទើបតែស្គាល់សោះលោកពូដឹងបាត់ទៅហើយថាគាត់ឈ្មោះហាវធានមិញនេះក្មួយឯងមិនទើបតែហៅឈ្មោះគេទេអីពូទៅជានៅវ័យការចងចាំក៏មិនល្អដែរខ្ញុំមានហៅដែរហ៎ហៅតើក្មួយស្រីកុំគិតច្រើនអីថ្ងៃស្អែកមកញ៉ាំបាយផ្ទះពូមកចាត់ទុកថាពូអរគុណដែលឯងជួយរើសអីវ៉ាន់ឲ្យពូចុះលោកពូមិនបាច់ទេចាស្អែកខ្ញុំត្រូវទៅធ្វើការយប់ឡើងត្រូវរៀបស្តង់លក់អីវ៉ាន់ទៀតហើយចាស់ហើយចង់ឲ្យក្មេងញ៉ាំបាយមួយពេលក៏ពិបាកម្លេះទេលោកពូខ្ញុំមិនមែនមានន័យអញ្ចឹងទេអញ្ចឹងនិយាយគ្នាតាមនឹងហើយណាញ៉ាំបាយរួចសឹមទៅលក់បន្តក៏មិនទាន់យឺតពេលរកលុយឯងលោកពូកុំបង្ខំគាត់អីអញហៅក្មួយស្រីញ៉ាំបាយមិនមែនហើយអញទេឯងចេះដឹងអីលោកក៏ទៅដែរហ៎គេប្រកាសជាទៅហើយគេអ្នកនាំផ្លូវតើអញ្ចឹងក៏បានតែខ្ញុំមិនអាចនៅយូរទេណាមិនយូរទេញ៉ាំបាយជែកគ្នាលេងតែមួយផ្លេតនឹងឡានចាស់ពូកំពុងរងចាំហើយបាទក្មួយស្រីស្អែកជួបគ្នាណាចាលោកពូស្អែកជួបគ្នាមិនក៏ខ្ញុំមានអារម្មណ៍ថាលោកពូម្នាក់នេះរៀងប្លែកមិនដឹងចាស់គឺអញ្ចឹងហើយចូលចិត្តត្រាក់តាក់ចុះមិនបានលោកមើលទៅភ័យជាងខ្ញុំទៀតអញ្ចឹងឯងទិញអីវ៉ាន់ទៀតហ៎ទៅញ៉ាំបាយផ្ទះលោកពូលើកដំបូងមិននឹងអាចទៅទាំងដៃទេបានទៅមិនបាច់គួសំពេចទេលោកមិនយកទេទៅផ្ទះចាស់ទុំនេះជាការគួសមអូខេឯងនិយាយត្រូវថ្ងៃនេះលោកកាត់អីមើលទៅរៀងភ័យមិនទេអញ្ចឹងហ៎បើដឹងច្បាស់ម្លេះចៅហ្វាយនេះឲ្យខ្ញុំមកទទួលអ្នកទាំងពីរចៅហ្វាយនេះគាត់ចង់មានន័យថាដើរឲ្យតិចនឹងណាចាស់ខ្លាចពួកយើងហត់ឡាននេះក៏ជារបស់លោកពូដែរហ៎ឡានមិត្តភក្តិគាត់ទេឡើងឡានសិនទៅឈិនហាវធានផ្ទះលោកពូនៅឆ្ងាយម្លេះចាស់គាត់ចូលចិត្តភាពស្ងប់ស្ងាត់នេះជាផ្ទះលោកពូហ៎ចៅភ្ញៀវកម្របានជួបលោកចាស់រងចាំយូរហើយឈិនហាវធានឯងប្រកាសទេថានេះគ្រាន់តែជាផ្ទះលោកពូធម្មតាម្នាក់នោះចាស់គាត់រស់នៅកន្លែងទូលីបន្តិចអញ្ចឹងហើយកញ្ញាលីននេះហៅថាទូលីបន្តិចហ៎ទាំងនេះសុទ្ធតែជាផ្ទះចាស់បន្សល់ទុកតាំងពីយូរណាស់មកហើយផ្ទះចាស់កេតដំណើរពីដូនតាមកចុះមិនបានលោកដឹងច្បាស់ម្លេះអូមកដល់ហើយហ៎ឆាប់ចូលមកលោកពូមកលេងលើកដំបូងមិនដឹងថាពូចូលចិត្តអីក៏ទិញផ្លែឈើបន្តិចបន្តួចមកញ៉ាអាយ៉ាមកលេងហើយចាំបាច់ទិញអីវ៉ាន់មកធ្វើអីផ្លែឈើនេះល្អតាយ៉ាងហោចណាស់ក៏ល្អជាងពួកអ្នកដែលចូលចិត្តជូនមាសជូនប្រាក់ដែរហាលោកពូសុំនិយាយតិចបន្តិចទៅអញសរសើរក្មួយស្រីតាតាក់ទងអីនឹងឯងលោកពូមិនក៏មើលទៅពូនឹងជីហាប់ធាននិយាយគ្នាដូចជាស្និទ្ធស្នាលម្លេះកំឡោះនេះឧស្សាហ៍ជួយរត់ការឲ្យពូទៅមកក៏ស្គាល់គ្នាស្និទ្ធទៅលោកពូមហូបច្រើនម្លេះមិនច្រើនទេលើកទី1ដែលទទួលភ្ញៀវអនាគតលោកពូអនាគតភ្ញៀវដែលនឹងឧស្សាហ៍មកគឺត្រូវតែយកចិត្តទុកដាក់អញ្ចឹងហើយចៅហ្វាយក្មេងលោកអគ្គនាយកហឺមកដល់ហើយគាត់ថាមានការប្រញាប់ចង់ជួបចៅហ្វាយក្មេងនេះក្មេងឈិនការពិតលោកនៅផ្ទះសោះនេះក្មេងឈិនលោកអាខឺលោកចេញទៅក្រៅសិនទៅបាទគឺខ្ញុំសុំទោសដែលរំខានអញ្ចឹងមានន័យថាលោកមិនមែនជាអ្នកអត់ការងារធ្វើនោះទេលីនសាបងមិនមែនមានចិត្តណាកុហកអូនទេមិនមានចិត្តណាកុហកខ្ញុំចុះដែលលោកធ្លាប់និយាយថាបានជួយសង្គ្រោះបងប្រុសឯណាថាខ្លួនឯងអត់ការងារធ្វើថាកំដរខ្ញុំលក់អីវ៉ាន់ដើម្បីស្វែងយល់ពីជីវិតគឺសុទ្ធតែជារឿងកុហកទាំងអស់មែនទេបងពិតជាមិនចង់ប្រើតួនាទីនេះដើម្បីចូលចិត្តអូនមែនប៉ុន្តែលោកដឹងរហូតមកថាខ្ញុំចាត់ទុកលោកត្រឹមជាមនុស្សធម្មតាលោកមើលខ្ញុំហុចលុយ 50,000 ឲ្យលោកជាការថ្លែងអំណរគុណមើលខ្ញុំបង្រៀនលោកលក់អីវ៉ាន់តាមផ្លូវមើលខ្ញុំប្រាប់ថានឹងនាំលោកទៅរកលុយតើលោកគិតថាខ្ញុំគួរឲ្យអស់សំណើចណាស់មែនទេមិនដែលសោះឡើយក្មួយស្រីអាល្អិតហាវធាននេះទោះជាវាលាក់បាំងឯងមែនតែវាស្មោះត្រង់នឹងឯងណាស់ណាលោកពូសំបីតែពូក៏រួមគំនិតលាក់បាំងខ្ញុំដែរឬលីនស៊ីអូនស្ដាប់បងបកស្រាយសិនខ្ញុំមិនខ្វល់ថាបងមានលុយហើយក៏មិនខ្វល់ថាបងជាកូនសេដ្ឋីឬអ្នកស្នងរត់អីដែរអ្វីដែលខ្ញុំខ្លាចគឺមនុស្សប្រុសដែលខ្ញុំធ្លាប់ស្គាល់ម្នាក់នោះតើជាការពិតឬអត់ពេលនេះខួរក្បាលខ្ញុំកំពុងតែវឹកវរណាស់ទុកឲ្យខ្ញុំនៅម្នាក់ឯងសិនទៅអាល្អិតលប់ឯងនៅឈោភ្លឹកធ្វើអីទៀតបើស្រឡាញ់គេមែនតាមគេទៅហើយនិយាយគ្នាឲ្យដឹងរឿងទៅលីនស៊ីអូនចាំសិនឈិនហាវធានតើបងចង់បកស្រាយយ៉ាងម៉េចទៀត
បងទទួលស្គាល់ថាបងកុហកអត្តសញ្ញាណអូនតែបងមិនដែលកុហកពីទំហំចិត្តដែលបងមានចំពោះអូនទេដឹងទេថាអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតនោះវាមិនមែនដោយសារបងមានលុយឬជាអ្នកស្នងមរតកអីនោះទេគឺដោយសារតែខ្ញុំដូចជាមនុស្សល្ងងដែលចាត់ទុកបងជាមនុស្សដែលត្រូវការឲ្យខ្ញុំជួយរហូតមកនៅចំពោះមុខអូនបងពិតជាមិនចង់ធ្វើជាអ្នកស្នងមរតកអីទេបងគ្រាន់តែចង់ធ្វើជាមនុស្សប្រុសធម្មតាម្នាក់ដែលកំដរអូនលក់អេវ៉ាន់កំដរអូនហើយត្រូវគេជឿថាជាអាអ្នកអត់ការងារធ្វើឈ្មោះចិនហាប់ធានពេលអូនឲ្យលុយ50000មកបងមិនបានសើចចំអកអូនទេពេលអូនបង្រៀនបងលក់អេវ៉ាន់បងក៏មិនបានគិតថាអូនគួរឲ្យអស់សំណើចដែរផ្ទុយទៅវិញពេលនោះហើយទើបបងដឹងថាការដែលមនុស្សម្នាក់ខិតខំស៊ូក្នុងជីវិតគឺពិតជាស្រស់ស្អាតខ្លាំងណាស់ចុះហេតុអីបងមិនព្រមប្រាប់ខ្ញុំឲ្យបានលឿនជាងនេះព្រោះបងខ្លាចថាបងប្រាប់ហើយអូននឹងលែងមើលមកបងដូចពីមុនទៀតបងខ្លាចថាមនុស្សដែលអូនមើលឃើញមិនមែនជាបងតែជាអ្នកស្នងរត់ក្រុមហ៊ុនឈិនចុះពេលនេះបងចង់ឲ្យខ្ញុំគិតយ៉ាងម៉េចចំពោះបងមើលថាបងសាក់សំនឹងឲ្យអូនជឿជាក់ម្ដងទៀតឬអត់លោកម្ចាស់មើលទៅអ្នកប្រុសម្ដងនេះដូចជាមើងម៉ាត់ណាស់ច្បាស់ហើយបើវានៅតែលេងសើចទៀតអញនឹងយកសៀវភៅគ្រួសារទៅញាត់ដល់ដៃវាមិនខានសៀវភៅគ្រួសាររៀបចំរួចរាល់ហើយទៀនឈិនហាវធានបើសិនជាខ្ញុំព្រមជឿជាក់លើបងម្ដងទៀតបងហ៊ានបញ្ជាក់ឲ្យខ្ញុំមើលទេហ៊ានតើអញ្ចឹងព្រឹកស្អែកជូនខ្ញុំទៅកន្លែងមួយទៅណាឡាវលីឆាប់ឆែកមើលព្រឹកស្អែកការិយាល័យអត្រានុកូលដ្ឋានបើកម៉ោងប៉ុន្មានកន្លែងដែលអូនថាចង់នាំបងមកគឺទីនេះមែនទេមិនហើយមិនហ៊ានទេអីបងគ្រាន់តែខ្លាចអូនស្ដាយក្រោយប៉ុណ្ណោះឈិនហាវធានខ្ញុំគិតមួយយប់ទល់ភ្លឺហើយបងកុហកពីអត្តសញ្ញាណខ្ញុំពិតជាខឹងមែនប៉ុន្តែពេលបងការពារខ្ញុំគឺជារឿងពិតពេលបងកំដរខ្ញុំលក់អេវ៉ាន់ក៏ជារឿងពិតការដែលបងព្រមលះបង់ឋានៈជាកូនសេដ្ឋីមកកំដរខ្ញុំរស់នៅដូចមនុស្សធម្មតាក៏ជារឿងពិតដែរអញ្ចឹងហើយខ្ញុំនឹងជឿជាក់លើបងម្ដងទៀតចុះលីនសៀបងមិនមែនសម្រេចចិត្តមួយឆាវនោះទេបងចង់រៀបការជាមួយអូនមិនមែនដោយសារលោកតាបង្ខំហើយក៏មិនមែនដោយសារឋានៈអីដែរគឺដោយសារតែបងចង់ចំណាយជីវិតរស់នៅជាមួយអូនចុះយកសៀវភៅគ្រួសារមកអត់យកមកហើយតាបានរៀបចំវ៉ារួចរាល់យូរហើយលោកតាមិនក៏ថាលោកតាមកទីនេះទៀតហើយចៅតាចុះសម្បត្តិអាពាហ៍ពិពាហ៍ទាំងមូលមិនឲ្យតាមកមិនកើតលោកម្ចាស់ភ្ញាក់តាំងពីម៉ោង3យប់មិញម្លេះចេះដឹងរឿងគេម្លេះអ្នកទាំងពីរស្ម័គ្រចិត្តរៀបការនឹងគ្នាអត់បាទស្ម័គ្រចិត្តចាស់ស្ម័គ្រចិត្តឡាវលីឆាប់យកផាវដែលអញលាក់ទុកយកមកអុជមកលោកម្ចាស់កន្លែងនេះគេហាមអុជផាវណាអញ្ចឹងចាំទៅអុជនៅផ្ទះវិញហឺឈិនហាវធានអូននៅតែមានអារម្មណ៍ថាដូចកំពុងយល់សប្តិអញ្ចឹងចាប់ពីពេលនេះទៅបងនឹងនៅកំដរអូនរៀងរាល់ថ្ងៃដើម្បីបញ្ជាក់ថាវាជាការពិតចៅប្រសាស្រីតោះទៅញ៉ាំបាយនៅផ្ទះយើងថ្ងៃនេះតាពិតជាសប្បាយចិត្តណាស់លោកតា